recommendation letter 3 ចំណុចធំៗ apostille នោះមិនថាបច្ចេកវិទ្យាអសនដាក់បានទេហ្នឹងហើយហ្នឹងគឺជា rule ថ្មីរបស់យើងថ្នាក់ទី9ថ្នាក់ទី10 11 12សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីយេហ្នឹងហើយអ្នកនរគ្នាអញ្ចឹងថ្ងៃនេះយើងចូលវគ្គមួយផ្សេងទៀតដែលថ្ងៃនេះខ្ញុំនឹងនិយាយប្រាប់អ្នកនរគ្នាទាក់ទងជាមួយ GKN checklist ហ្នឹងហើយអ្នកនរគ្នាអូខេអញ្ចឹងតើសម្រាប់ដាក់អាហារូបករណ៍ GKN ហ្នឹងគេមានអីគេខ្លះអញ្ចឹងឥឡូវខ្ញុំកំពុងតែមើល screen របស់ខ្ញុំដូចគ្នាព្រោះខ្ញុំភ្លេចដែរអញ្ចឹងអ្នកនរគ្នាអូខេអញ្ចឹងទាក់ទងមួយ application checklist របស់គេមានដូចជាអ្នកនរគ្នាទាំងអស់មាន22ចំណុចប៉ុន្តែវាអាស្រ័យអ្នកនរគ្នាមានកន្លែងខ្លះវាមាន require មានកន្លែងខ្លះទៀតអត់ require អញ្ចឹងទៅអ្នកនរគ្នាចាំបាច់ submit ទេអញ្ចឹងទាក់ទងជាមួយនឹងការដាក់ថ្នាក់បញ្ញត្តិបាច់ក៏ដូចជាថ្នាក់នំរិតមានឯកសារមួយចំនួនវាខុសគ្នាតិចតួចអីទេប៉ុន្តែទាក់ទងមួយការដាក់flow នៃការដាក់អីហ្នឹងគឺដូចគ្នាទាំងអស់អញ្ចឹងឯអ្នកនរគ្នាវាខុសគ្នាត្រង់ថាថ្នាក់បញ្ញត្តិបាច់អ្នកនរគ្នាចាំបាច់រកគ្រូអញ្ចឹងឯអ្នកនរគ្នាយ៉ាអូខេតោះឥឡូវយើងចាប់ផ្ដើមអញ្ចឹង form ទី1ខ្ញុំនឹងដាក់form នៅកន្លែងនេះឲ្យអ្នកគ្នាមើលបានហ្នឹងហើយអូខេអញ្ចឹងទី1ទាក់ទងជាមួយនឹង application form អញ្ចឹង application form ហ្នឹងខ្ញុំនឹងប្រាប់អ្នកគ្នានៅថ្ងៃក្រោយថាតើអាហ្នឹងវា form បែបម៉េចអញ្ចឹងអ្នកគ្នាអូខេអញ្ចឹងទី1 application form ហើយអញ្ចឹងបញ្ជាក់ម្ដងទៀតបើសិនបើអ្នកគ្នាដាក់ master ឬក៏ដាក់ bachelor អីអ្នកគ្នាត្រូវតែមើលកន្លែងរបស់អ្នកគ្នានឹងបានហើយបើសិនបើគេដាក់ថា require មានថាឯកសារហ្នឹងអ្នកគ្នាត្រូវរៀបចំតែបើសិនបើគេអត់ require មានថាអ្នកគ្នាចាំបាច់ submit ឯកសារហ្នឹងក៏បានដែរអញ្ចឹងណាអូខេអញ្ចឹងឯកសារទី2ដែលគេត្រូវការ personal statement ឯកសារទី3គឺ study plan ឯកសារទី4ហ្នឹងយកអត់ចាំបាច់ទេឯកសារទី5recommendation letter ឯកសារទី6ក៏យកអត់ចាំបាច់ត្រូវការដែរឯកសារទី7បើសិនបើអ្នកគ្នាមានកម្រិតភាសាកូរ៉េអ្នកគ្នាដាក់ទៅតែបើសិនបើអត់មានអាហ្នឹងមិនបាច់ដាក់បានដែរហើយទី8អា form ហ្នឹងមាននៅក្នុងapplication applicant agreement ហ្នឹងអាហ្នឹង form ហ្នឹងមាននៅក្នុង application form ស្អីទេហើយនឹងទី10 consent តើតោះមួយ collect information អីហ្នឹងអញ្ចឹងអាហ្នឹងក៏មាននៅក្នុង application form ដែរអញ្ចឹងបន្ទាប់មកគេប្រាប់ចំណុចទី2អញ្ចឹងទាំងអស់អ្នកនរគ្នាកន្លែងនេះសូមបកក្រោយតិចអញ្ចឹងទាំងអស់នៅក្នុង application checklist គឺគេមាន3ចំណុចធំផែនឯកសារទី1គឺឯកសារ document to complete អាហ្នឹងrequire អញ្ចឹងណានឹងមានថាយើងបំពេញមាន essay មានអីចឹងទៅបន្ទាប់មកទៀតឯកសារទី2គឺតាក់ទងជាមួយនឹង certificate ឬក៏degree ណាមួយដែលគេត្រូវការ apostille អញ្ចឹងអ្នកនរគ្នាហ្នឹងហើយ apostille ឬក៏បញ្ជាក់ពីខាងស្ថានទូតហ្នឹងហើយអញ្ចឹងបញ្ជាក់ម្ដងទៀត apostille មិនថាបញ្ជាក់ពីខាងទូតកូរ៉េនៅខ្មែរអូខេអញ្ចឹងឯកសារចូលមកវិញឯកសារទី11គឺតាក់ទងជាមួយនឹងកន្លែងឯកសារទី11ហ្នឹងអ្នកគ្នាអាចដាក់តាក់ទងជាមួយគេដាក់ថា applicant parent proof of citizenship and family relationship document អញ្ចឹងកន្លែងហ្នឹងអ្នកគ្នាអាចដាក់ស្ពើគ្រួសារក៏បានអ្នកទាំងគ្នាអាចដាក់សម្រាប់កំណត់ខ្លួនឯងក៏បានដែរក៏បំណងដែលគេត្រូវការឯកសារហ្នឹងដែលគេចង់ដឹងគេបញ្ជាក់ថាអ្នកគ្នាគឺជាជនជាតិខ្មែរអញ្ចឹងណាអ្នកគ្នាអូខេអញ្ចឹងទី12តើតើជាមួយនឹង bachelor graduate certificate អញ្ចឹងអាហ្នឹងគឺជាអាស៊ីនអ្នកគ្នាប្រាសនដាក់បានទេហ្នឹងហើយហ្នឹងគឺជា rule ថ្មីរបស់ GKS ហើយបន្តមកទៀត12បតៈហ្នឹងមានន័យថាគឺជា bachelor transcript របស់យើងអញ្ចឹង13ហើយនឹង13ហើយនៅ3បតៈហ្នឹងបើសិនគេត្រូវការបើសិនបើអ្នកគ្នាដាក់ PhD អញ្ចឹងតែបើសិនបើយើងដាក់ Master ឬក៏យើង Bachelor អីកន្លែងហ្នឹងវាទៅជា12ហ្នឹងវាទៅជាសញ្ញាបត្របាក់ឌុបរបស់យើងហើយនឹង12បតៈហ្នឹងគឺជាtranscript មានថាប្រតិបត្តិបន្ទុករបស់យើងថ្នាក់ទី9ថ្នាក់ទី10 11 12អញ្ចឹងហ្នឹងហើយអ្នកគ្នាហើយ13 print នោះអ្នកគ្នាកាត់ចោលទៅយើងអត់ចាំបាច់មានទេហើយបន្តមាន14ក៏យកត្រូវការដែរ14 print មកក៏យកត្រូវការដែរ15ហ្នឹងបើអ្នកគ្នាមានអាហ្នឹងតែកន្លែងហ្នឹងគេអត់ require អញ្ចឹងអ្នកគ្នាអាចចាប់ដាក់ទេ16 print កន្លែងហ្នឹងបើសិនបើអ្នកគ្នាមានក៏ដាក់ទៅតែបើសិនបើអត់មានក៏អត់អីដែរហើយ17ហ្នឹងបើសិនបើអីគេតាក់ទងជាមួយនឹងឧទាហរណ៍ថាប៉ាម៉ាក់របស់អ្នកអស់គ្នាឧទាហរណ៍ប៉ាជាកូរ៉េឬក៏ម៉ាក់ជាកូរ៉េអាហ្នឹងចាំដាក់ទៅបើសិនបើអត់មានបាច់ដាក់ក៏បានដែរហើយ19តាក់ទងជាមួយនឹងwork experience សិនបើមាន certificate ឬក៏មានអីអ្នកគ្នាដាក់បានបើសិនអត់មានក៏អត់ចាំបាច់បញ្ហាដែរdocument ចុងក្រោយប្រភេទទី3គឺតាក់ទងជាមួយនឹង document តាក់ទងជាមួយនឹង topic របស់យើងឬក៏ IL របស់យើងអញ្ចឹងកន្លែងនោះដូចគ្នាបើសិនបើអ្នកមានគេអាចបន្ថែមបន្ទុកឲ្យអ្នកគ្នានៅពេលដែលអ្នកគ្នាដាក់អាហារូបករណ៍តែបើសិនបើអត់មានក៏អាចបញ្ហាដែរអញ្ចឹងកុំភ័យ
ហើយនឹង21តើតើជាមួយនឹង award ឬក៏ certificate ដែលយើងបានចូលរួមកម្មវិធី volunteer ឬក៏កម្មវិធីអីមួយចឹងអ្នកគ្នាអាចដាក់នៅកន្លែងហ្នឹងបានអញ្ចឹងណាហើយនឹងចុងក្រោយគឺ passport អញ្ចឹងកន្លែងនេះខ្ញុំសូមបន្ថែមតិចដែរមានខ្ញុំទទួលបានសំណួរមួយគាត់សួរថាបងពេលដែលខ្ញុំដាក់ហ្នឹងត្រូវមាន passport ឲ្យហ្មងមែននឹងអ្នកនរគ្នាតាមពិតទៅមូលហេតុអីគេបើគេឲ្យអ្នកនរគ្នាមាន passport ហ្នឹងព្រោះដោយសារតែនៅពេលដែលអ្នកនរគ្នាចប់visa ចប់ភ្លាមគេនឹងចាប់ដល់អ្នកគ្នាធ្វើ visa អញ្ចឹងទៅបើសិនបើអ្នកនរគ្នាអត់មានអាហ្នឹងវាពិបាកអញ្ចឹងអ្នកគ្នាអញ្ចឹងខ្ញុំ suggest ថាឲ្យមានទៅល្អមុននឹងពេលដាក់ពាក្យអញ្ចឹងឥឡូវថ្ងៃនេះយើងដឹងហើយថាតើ document ដែលគេត្រូវការពី1ទៅដល់21ហ្នឹង22ហ្នឹងមានគេខ្លះអញ្ចឹងឲ្យស្អែកខ្ញុំនឹងចាប់ផ្ដើមប្រាប់អ្នកនរគ្នាទាក់ទងជាមួយនឹង application form ថាតើកេមពេញបែបម៉េចហើយដំណើរការបែបម៉េចហ្នឹងអញ្ចឹង complete តាមតាមទស្សនានៅថ្ងៃស្អែកអូខេអញ្ចឹងថ្ងៃហ្នឹងមានប៉ុណ្្នឹងឯង complete ជួយ like បើចូលចិត្តវីដេអូមួយនេះ complete ជួយ like ហើយ share វីដេអូនេះមួយផងហើយ comment បើសិនបើអ្នកនេះមានចម្ងល់អញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងឯងអូខេ bye bye